ចេះហៅមុនគេនោះគឺពងម៉ែមនុស្សពីរនាងបានផ្ដល់កំណើនក្នុងអារម្មណ៍កូនពងម៉ែដូចខែ15កើនមានពីងពីរឃ្លាដែលក្រុមគ្នាតែងតែនិយាយពេលជួមតងភ័យតែងស្រែកថាពុកម៉ែជួយផងលោកគឺជាព្រាំងដែលតែងស្ថិតនៅក្នុងបេងដូងសូមអរគុណកូនសូមអរគុណពុកម៉ែគ្រប់យ៉ាងកូនមានសំណាងបានកើតមកជាកូនលោកកូនសូមតោឲ្យកូនសូមតោដែលកូនមិនសូវនៅក្បែរហើយតែងតែធ្វើឲ្យពុកម៉ែបារម្ភមានពេលចុងក្រោយដែលកូនចង់ឲ្យលោកបានដឹងចាំពីពេលនឹងកូនម្នាក់នឹងសូមសន្យានឹងនៅមើលថែចំឲ្យពងម៉ែឯកាសូមអរគុណកូនសូមអរគុណពុកម៉ែគ្រប់យ៉ាងកូនមានសំណាងបានកើតមកជាកូនលោកកូនសូមតោឲ្យកូនសូមតោដែលកូនមិនសូវនៅក្បែរហើយតែងតែធ្វើឲ្យពុកម៉ែបារម្ភមានពេលចុងក្រោយដែលកូនចង់ឲ្យលោកបានដឹងចាំពីពេលនឹងកូនម្នាក់នឹងសូមសន្យានឹងនៅមើលថែចំឲ្យពងម៉ែឯកា